ជាដំបូងនាងខ្ញុំសូមជម្រាបសួរលោកគ្រូនាងខ្ញុំឈ្មោះសនចៃនិតគឺរៀននៅបន្ទប់ថ្នាក់កថ្ងៃនេះដែរគឺនាងខ្ញុំបានមកសង្ខេបនៅមេរៀនទី4សប្តាហ៍ទី4ពីគោលការណ៍នៃការវិតម្លៃប្រកបដោយគុណភាពចាអញ្ចឹងសម្រាប់ថ្ងៃនេះដែរគឺនាងខ្ញុំសូមអានចំណុចចាប់ផ្ដើម1ការវិតម្លៃការសិក្សារបស់សិស្សត្រូវបានប្រើដើម្បីវិនិច្ឆ័យពីលទ្ធផលការសិក្សានិងការអនុវត្តរបស់សិស្សចំណុចមួយទៀតលទ្ធផលត្រូវបានប្រើដើម្បីកំណត់ពីបំណិននិងខ្លឹមសារចំណេះដឹងដែលទទួលបានគ្រូគួរតែធ្វើការវិតម្លៃឲ្យបានត្រឹមត្រូវតាមដែលអាចធ្វើទៅបានហើយគួរតែពិនិត្យពីលទ្ធផលនៃការវិតម្លៃដើម្បីជាមធ្យោបាយក្នុងការកែលម្អសិស្សអញ្ចឹងសម្រាប់នៅលទ្ធផលរបស់សិស្សនេះដែរគឺយើងដើម្បីដឹងថាតើសិស្សនឹងគាត់រៀនខ្សោយឬមួយក៏ខ្លាំងដែរគឺយើងអាចអនុវត្តទៅតាមនឹងបានដែរសម្រាប់ការវិតម្លៃមួយនេះគ្មានការវិតម្លៃណាដែលត្រឹមត្រូវឥតខ្ចោះនោះទេវាតែងបង្កប់ភាពលំអៀងក្នុងនោះប្រសិនបើតេស្តលំបាកពេកនោះអ្នកអាចសន្និដ្ឋានដោយលំអៀងថាសិស្សរៀនបានតិចហើយជាលទ្ធផលគេទទួលបានពិន្ទុតិចផ្ទុយទៅវិញបើតេស្តស្រួលពេកលទ្ធផលពិន្ទុអាចកើនឡើងខ្លាំងអញ្ចឹងសម្រាប់ការធ្វើតេស្តនេះដែរបើសិនជាករណីយើងធ្វើតេស្តនៅក្នុងថ្នាក់អញ្ចឹងវាអាចនឹងអត់មានភាពសក្តិអីណាស់ណាដែរប៉ុន្តែដោយសារតែពេលហ្នឹងសិស្សនៅក្នុងថ្នាក់គឺតែងតែអាចនឹងមានចម្លងគ្នាឬមួយក៏អាចនឹងមានកត់តាមគ្នាដែរអញ្ចឹងអាចពិន្ទុទៅវាទៅតាមនឹងដែរយើងអាចថាវាគឺជារឿងដែលអត់ខ្ចោះបានគ្រូ2ប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាសំដៅលើប្រសិទ្ធភាពក្នុងការវាស់វែងការវិតម្លៃនិងជឿជាក់បានពីការវាស់ស្ទង់ការយល់ដឹងឬចំណេះដឹងនិងជំនាញរបស់សិស្សចំណុចមួយទៀតការវិតម្លៃដែលមានគុណភាពផ្ដល់លទ្ធផលដែលទៀងទាត់និងគាំទ្រការសិក្សានិងលើកទឹកចិត្តសិស្សអញ្ចឹងសម្រាប់សិស្សគាត់នីមួយៗគាត់តែងតែត្រូវការលើកទឹកចិត្តដល់សិស្សព្រោះអីសិស្សគាត់នៅក្មេងអាចនឹងគាត់ធម្មតាជាមនុស្សដែលគាត់ត្រូវការលើកទឹកចិត្តអត់ត្រូវការបន្តបន្អាប់ខ្លាំងឬមួយបើថាគាត់រៀនខ្សោយយើងអាចជួយនិយាយលើកទឹកចិត្តគាត់និងលួងលោមគាត់ដើម្បីឲ្យគាត់ចូលរួមនៅក្នុងការសិក្សានោះដែរប្រាប់ឲ្យដឹងពីការធ្វើសម្រេចចិត្តនៅក្នុងការបង្រៀនចំណុចមួយទៀតចំណុចទី3លក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាលទ្ធផលសិក្សារំពឹងទុកក្នុង1ម៉ោងសិក្សាដែលច្បាស់លាស់និងសមស្រប2ការបន្ស៊ីគ្នារវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលសិក្សារំពឹងទុកក្នុង1ម៉ោងសិក្សាចំណុចទី3សុពលភាពចំណុចទី4ភាពជឿជាក់5សុក្រិតភាពចំណុច6ផលវិបាកវិជ្ជមានចំណុចទី7ការអនុវត្តនិងប្រសិទ្ធភាព 3.1 លទ្ធផលសិក្សារំពឹងទុកក្នុង1ម៉ោងសិក្សាដែលច្បាស់លាស់និងសមស្របលទ្ធផលរំពឹងទុកគួរតែត្រូវបានកំណត់នៅកម្រិតដែលសមស្របមួយដើម្បីលើកទឹកចិត្តសិស្សជាពិសេសគ្រូគួរតែគិតដល់ការវិតម្លៃប្រកបដោយតុល្យភាពនិងភាពស្មើគ្នានៃអ្នកសិក្សាបរិញ្ញាបត្រអញ្ចឹងសម្រាប់សិស្សដែលគាត់ខ្សោយប្រាជ្ញាអញ្ចឹងមិនថាគាត់ជាសិស្សខ្សោយប្រាជ្ញានឹងមិនថាគាត់សិស្សគាត់ស្ដាប់អត់សូវបានឬមួយក៏គាត់អាចមើលអត់សូវឃើញមិនថាគាត់ជាសិស្សបែបណានៅក្នុងកម្រិតណាគឺយើងត្រូវតែមានភាពស្មើភាពគ្នាទាំងមិនថាសិស្សចេះមិនថាសិស្សគាត់មិនសូវចេះឬមួយក៏អាចនិយាយបានថាជាសិស្សដែលគាត់មានសញ្ជាតិឬមួយក៏គាត់វណ្ណៈគាត់អញ្ញថាគាត់មានឬមួយក៏គាត់មានការខ្សោយប្រាជ្ញាបែបណាមួយតែយើងត្រូវតែបរៀនគាត់ឲ្យស្មើភាពជាមួយនឹងអ្នកចេះដូចគ្នាដែរគឺអាចរើសអើងគាត់បានទេចឹងលទ្ធផលសិក្សារំពឹងទុកក្នុង1ម៉ោងសិក្សាដែលច្បាស់លាស់និងសកស្របការជ្រើសរើសធ្វើតេស្តអញ្ចឹងគឺការជ្រើសរើសធ្វើតេស្តនៅក្នុងសាលា
ការធ្វើតេស្តឬបង្កើតតេស្តដើម្បីឲ្យដឹងលទ្ធផលពួកគាត់ថាតើពួកគាត់នឹងមានសមត្ថភាពបែបណាដែរការអនុវត្តអញ្ចឹងគឺចាក់ស្ដែងគឺគាត់ឲ្យអនុវត្តនៅក្នុងថ្នាក់យើងក៏ត្រួតពិនិត្យគាត់ទៅតាមជាក់ស្ដែងអត្ថបទសំណួរផ្ទាល់មាត់អញ្ចឹងសំណួរផ្ទាល់មាត់គឺជាសំណួរមួយដែលគិតថាយើងអាចដឹងពីសមត្ថភាពគាត់ច្បាស់ដោយសារតែពេលហ្នឹងគឺយើងត្រូវសួរគាត់ភ្លាមគាត់នឹងអាចឆ្លើយជាមួយយើងភ្លាមការសង្កេតការវាតម្លៃខ្លួនឯងចាអញ្ចឹងខ្ញុំចូលដល់ចំណុច 3.2 ការបន្ស៊ីរវាងវិធីសាស្ត្រវាតម្លៃនិងលទ្ធផលសិក្សារំពឹងទុកក្នុងម៉ោងសិក្សាវិធីសាស្ត្រវាតម្លៃប្រភេទផ្សេងគ្នាត្រូវបានប្រើនៅក្នុងថ្នាក់រៀនទោះបីជាលទ្ធផលសិក្សារំពឹងទុកត្រូវបានវាស់វែងដោយវិធីសាស្ត្រជាច្រើនក៏ដោយការពិតនៃការបង្រៀនគឺវិធីសាស្ត្រវាស់វែងប្រភេទលទ្ធផលសិក្សារំពឹងទុកមួយចំនួនល្អជាងវិធីវាស់វែងដទៃទៀតដូច្នេះនៅពេលដែលអ្នកកំណត់លទ្ធផលសិក្សារំពឹងទុកជំហានបន្ទាប់គឺផ្គូផ្គងវាជាមួយនឹងវិធីសាស្ត្រវាតម្លៃមានន័យថាតើវិធីសាស្ត្រមួយណាដែលស័ក្តិសមបំផុតទៅនឹងការវាតម្លៃសិក្សារំពឹងទុកក្នុងម៉ោងសិក្សាដើម្បីដឹងថាយើងត្រូវជ្រើសវិធីសាស្ត្រមួយដើម្បីដឹងលទ្ធផលជាក់ស្ដែងរបស់គាត់នឹងចា៎ខ្ញុំចូលចំណុចមួយទៀតការបន្ស៊ីវិធីសាស្ត្រវាតម្លៃនិងលទ្ធផលសិក្សារំពឹងទុកទីមួយយើងត្រូវយល់ដឹងពីគោលបំណងថាចង់បានអីគេអញ្ចឹងយើងត្រូវស្វែងយល់ពីការយល់ដឹងនៃវគ្គសិក្សារបៀបនៃការវាតម្លៃសមស្របទៅនឹងការសិក្សាផ្ដល់ព័ត៌មានត្រឡប់មកវិញកំណត់ខ្លឹមសារឲ្យបានច្បាស់លាស់ដើម្បីសម្រេចបានលទ្ធផលនៃការសិក្សាកាត់បន្ថយភាពតានតឹងយល់ដឹងអំពីវឌ្ឍនភាពការសិក្សារបស់សិស្សជួយឲ្យគ្រូដឹងពីចំណេះដឹងនិងជំនាញអ្វីដែលត្រូវរំពឹងទុកនៅពេលដែលចូលរៀនវគ្គនីមួយនឹងថាតើរឿងចង់ឲ្យសិស្សហ្នឹងវាចង់បានបែបណាចង់បានថាតើលទ្ធផលមួយនេះគឺជាលទ្ធផលដែលយើងគួរធ្វើឬមួយក៏យ៉ាងណាដែរចំណុចមួយទៀតពិចារណាពីលទ្ធផលនៃវគ្គសិក្សារបស់សិស្សនិងការវាយតម្លៃពីដំណើរការវគ្គសិក្សាតើនឹងត្រូវធ្វើផែនការបន្តបែបណានិងអភិវឌ្ឍកម្មវិធីបន្តទៀតមានសុពលភាពសម្រាប់បានការពង្រឹងការវាយតម្លៃដែលសមស្របមានភាពច្បាស់លាស់និងសុក្រឹតភាពការវាស់វែងបានសម្រាប់នៅការសិក្សារបស់សិស្សការកសាងការវាយតម្លៃប្រកបដោយសិទ្ធិភាពនៃដំណើរការសិក្សាការណែនាំដល់សិស្សឲ្យបានច្បាស់លាស់នៃការបញ្ចប់វាយតម្លៃដោយជោគជ័យធ្វើការវាយតម្លៃជាដំណាក់កាលយើងត្រូវកំណត់ពីតួនាទីរបស់នីតិបទបង្កើតនីតិបទឲ្យបានច្បាស់លាស់អនុញ្ញាតឲ្យការវាស់វែងមានវឌ្ឍនភាពរបស់ពួកគេផ្ទាល់អនុញ្ញាតឲ្យសិស្សមានសមត្ថភាពនៅក្នុងការអនុវត្តវាយតម្លៃ 3.3 ភាពជឿទុកចិត្តព័ត៌មានឬទិន្នន័យដែលអាចជឿទុកចិត្តបានជាទិន្នន័យដែលមានភាពត្រឹមត្រូវអាចទុកចិត្តបាននិងអាចអាស្រ័យបានមានន័យថាមិនមានភាពកេងប្រវ័ញ្ចឬមួយមានភាពលំអៀងណាមួយទេសំដៅទៅលើស្ថិរភាពឬភាពស៊ីសង្វាក់គ្នានៃការធ្វើតេស្តប្រសិនបើអ្នកធ្វើតេស្តច្រើនដងក្នុងក្រុមសិស្សដូចគ្នាលក្ខខណ្ឌដូចគ្នាអ្នកគួរតែទទួលបានលទ្ធផលតេស្តប្រហាក់ប្រហែលគ្នាអញ្ចឹងសម្រាប់ការធ្វើតេស្តមិនអាចឲ្យលើគ្នាចម្លើយការធ្វើតេស្តរបស់គាត់គឺអាចនឹងផាសស្តៀងគ្នាយើងក៏មិនអាចវិនិច្ឆ័យទៅអាចលំអៀងខ្លាំងពេកក៏អត់កើតដែរអត់បានទេសម្រាប់ពេលហ្នឹងគឺអាចនឹងសិស្សមានការអន់ចិត្តព្រោះអីដែលការធ្វើតេស្តហ្នឹងគឺលំអៀងច្រើនពេកគឺមានការអន់ចិត្តអញ្ចឹងយើងដើម្បីឲ្យតេស្តហ្នឹងមានភាពជឿជាក់គឺយើងធ្វើយ៉ាងណាឲ្យអ្នកចូលរួមធ្វើតេស្តហ្នឹងមានពេលវេលាដូចគ្នាក្នុងការធ្វើតេស្តនិងបរិស្ថានប្រហាក់ប្រហែលគ្នាមានណាត្រូវធ្វើឲ្យសមស្របទៅតាមនឹងដែរធានាថាអ្នកចូលរួមមានភាពសមជាមួយនឹងការធ្វើតេស្តបង្កើតសំណួរតេស្តឲ្យឆ្លើយតបទៅនឹងវត្ថុបំណងនៃមេរៀន
3.4 លក្ខណៈវិនិច្ឆ័យនៃសុពលភាពខ្លឹមសារនៃវត្ថុអំណងទាំងអស់ត្រូវបានវាស់វែងសំណួរតេទាំងអស់វាស់ពីវត្ថុអំណងសំណួរតេទាំងអស់ត្រូវនឹងសកម្មភាពលក្ខខណ្ឌនិងលក្ខណៈវិនិច្ឆ័យដែលបានគ្រោងទុកជាមុនចំនួននៃសំណួរតេក្នុងវត្ថុអំណងនៃមេរៀនត្រូវនឹងសារៈសំខាន់នៃគោលបំណងមេរៀនសម្រាប់ចំណុច 3.5 សុក្រិតភាពតម្លាភាពមានទំនាក់ទំនងយ៉ាងច្បាស់អំពីអ្វីដែលត្រូវធ្វើតេស្តនិងរបៀបដាក់ពិន្ទុដើម្បីធានានិងវាស់វែងអំពីការយល់ដឹងរបស់សិស្សដែលយើងបានរំពឹងទុកឱកាសដើម្បីសិក្សារៀនសូត្រធានាថាសិស្សដែលមានពេលវេលាធនធានគ្រប់គ្រាន់និងវិធីសាស្ត្របង្រៀនដែលមានភាពសមស្របសម្រាប់ការសិក្សារបស់សិស្ស 3.6 ប្រសិទ្ធភាពវាតម្លៃមានផលជះវិជ្ជមានចំពោះគ្រូបង្រៀននិងការបង្រៀននិងសិស្សចំពោះគ្រូបង្រៀនការវាតម្លៃទាមទារឲ្យចងចាំនៅការពិតការវាតម្លៃទាមទារនៅការបង្ហាញហេតុផលច្បាស់លាស់ការអនុវត្តនិងប្រសិទ្ធភាព 3.7 ការអនុវត្តនិងប្រសិទ្ធភាពកត្តាផ្សេងៗសម្រាប់ការទទួលបានការអនុវត្តនិងប្រសិទ្ធភាពគ្រូស្គាល់ពីវិធីសាស្ត្រច្បាស់លាស់ពេលវេលាដែលសពស្របទៅនឹងកម្មវិធីភាពស្មុគស្មាញនឹងការអនុវត្តការប្រឡងភាពងាយស្រួលក្នុងការដាក់ពិន្ទុភាពងាយស្រួលក្នុងការបកស្រាយលទ្ធផលការចំណាយពេលវេលាលើការប្រឡងចាសភាពសុខមាញនៅក្នុងការអនុវត្តការប្រឡងនេះការណែនាំនិងនីតិវិធីសម្រាប់អនុវត្តដោយការវាតម្លៃត្រូវតែច្បាស់លាស់និងងាយស្រួលយល់ភាពងាយស្រួលក្នុងការដាក់ពិន្ទុភាពងាយស្រួលនៃការដាក់ពិន្ទុសំដៅលើរបៀបវាសាមញ្ញឬលំបាកក្នុងការវាតម្លៃនិងផ្ដល់ពិន្ទុការឆ្លើយតបរបស់សិស្សក្នុងការវាតម្លៃមួយចាលោកគ្រូសម្រាប់សប្តាហ៍ទី4មេរៀននេះគឺនាងខ្ញុំបានបញ្ចប់នាងខ្ញុំសូមអរគុណជម្រាបលាលោកគ្រូ